នេះថ្មភាពព្រះនាមយិនរតនសុជីវីគង់នៅកុនលី16វត្តស្ទឹងមានជ័យបានពុទ្ធបរិស័ទដែលនៅស្រុកបន្លែខេត្តបន្ទាយមានជ័យមកស្នាក់នៅវត្តស្ទឹងមានជ័យខណ្ឌជ័យរាជធានីភ្នំពេញឥឡូវបានថ្ងៃនេះគឺយើងដាក់ញត្តិយូរថ្ងៃមកហើយប៉ុន្តែនៅមុខរដ្ឋសភាប្រជាប្រដ្ឋមកដល់រដ្ឋសភាហើយមកខាងរដ្ឋសភានៅវេលាម៉ោង9កន្លះម៉ោង9:53ឲ្យសំតោគឺម៉ោង8:59នេះគឺជាចំណែកមួយមកដល់មានព្រះសង្ឃមានពុទ្ធបរិស័ទបានមកដល់ហើយដល់ស្រុកបន្លែខេត្តបន្ទាយមានជ័យរងគ្រោះដីធ្លីនេះមាន230គ្រួសារដែលមានការដំណោះស្រាយឥឡូវថ្ងៃនេះគឺមានព្រះសង្ឃ2ព្រះអង្គនិងព្រះសង្ឃ3រូបដែលចូលតំណាងនៅក្នុងរដ្ឋសភាតែម្ដងចរចាដាក់តំណាងរាស្ត្រនេះហើយគឺថ្ងៃនេះអាត្មាភាពដែលបាននាំពុទ្ធបរិស័ទមកចូលរួមនៅក្នុងថ្ងៃនេះយកឃើញហើយរងគ្រោះដីធ្លីគ្រប់បែបយ៉ាងមានខ្សែអន្តរជាតិការអន្តរជាតិបានចេញមកដើម្បីមុខរដ្ឋសភាតើពួកអ្នកតំណាងរាស្ត្រហ្នឹងមានការរកដំណោះស្រាយដីធ្លីដែរឬទេការពុតដីធ្លីនៅស្រុកបន្លែខេត្តបន្ទាយមានជ័យតាំងពីឆ្នាំ1997ឥឡូវវាចូលឆ្នាំ2014វា18 19ឆ្នាំហើយនេះគឺជាចំណែកនេះអញ្ចឹងសូមអរគុណអាត្មាភាពត្រូវចូលក្នុងរដ្ឋសភាដែរ2អង្គទៅ3នាក់បើសូមចម្រើនពរ